ផ្ទះចាស់សូមស្វាគមន៍បងប្អូនប្រិយមិត្តជាទីស្រឡាញ់រាប់អានមកកាន់នីតិនិទានរឿងមនោសញ្ចេតនាស្នេហារឿងព្រេងរន្ធត់សាច់រឿងបែបកំសត់បែបកំប្លុកកំប្លែងនិងរឿងនិទានផ្សេងៗហើយដើម្បីបានទទួលនៅសាច់រឿងថ្មីៗជាបន្តសូមបងប្អូនប្រិយមិត្តមេត្តាជួយចូល Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីតាមដាន Channel ផ្ទះចាស់មុននឹងចូលសាច់រឿងនិទានស៊ីជម្រៅផ្ទះចាស់សូមខន្តីអភ័យទោសរាល់កំហុសឆ្គងទាំងឡាយដែលកើតឡើងដោយអចេតនាក្នុងនីតិនេះផ្ទះចាស់សូមជូនរឿងនិពន្ធថ្មីគឺប្រលំលោកខ្នាតវែងរឿងកុលាបលាក់បន្លាពន្លឺថ្ងៃនាពេលរសៀលចាំងចូលតាមកញ្ចក់ការិយាល័យដ៏ប្រណីរបស់ចិត្រាក្នុងនាមជាអគ្គនាយកវ័យក្មេងនិងសង្ហាចិត្រាបែងតែទទួលបានការចាប់អារម្មណ៍ពីនារីជុំវិញខ្លួនប៉ុន្តែគ្រប់គ្នាក៏ដឹងដែរថាគេមានអគ្គមហេសីម្នាក់ដែលកាចដោយខ្លាគឺវ៉ាឡាស្ងាត់ទ្វារការិយាល័យក៏ត្រូវរុញបើកយ៉ាងខ្លាំងផាំងវត្តមានស្រីស្រស់ម្នាក់ក្នុងឈុតរ៉ូបខ្លីពណ៌ក្រហមក្រមៅដើរចូលមកទាំងរឹកពីជួជាសម្រស់របស់នាងតាក់ទាញតែទឹកមុខរបស់នាងត្រជាក់ដល់ឆ្អឹងខ្នងវ៉ាឡាមិននិយាយអ្វីទាំងអស់នាងដើរយឺតជុំវិញតុធ្វើការរបស់ចិត្រាខណៈពេលដែលចិត្រាផ្អាកការងាររួចងើបមុខឡើងតែងភ័យអស់អូនវ៉ាឡាមិនក៏មកដល់ក្រុងហ៊ុនមិនប្រាប់បងមុនចឹងបើបងដឹងបងឲ្យកូនចៅទៅទទួលបាត់ហើយចិត្រានិយាយទាំងស្នាមញញឹមសម្រួលស្ថានភាពវ៉ាឡាមិនតបតែនាងឈប់ក្រាក់នៅក្បែរធុងសម្រាមរួចយកជើងខាត់ស្បែកជើងកែងចតរបស់នាងធ្នមស្រាប់តែនាងអោនរើសក្រដាសជូតមាត់មួយសន្លឹកដែលមានស្នាមក្រែមពណ៌ផ្កាឈូកខ្ចីបោះទៅលើតុនៅចំពីមុខចិត្រាអូហូបងចិត្រាការងារនៅក្រុមហ៊ុនបងប្រហែលជាមួយម៉ាញញឹកណាស់ហើយមើលទៅវ៉ាឡាក់ញញីទាំងញញឹមចុងមាត់ចុះក្រែមពណ៌ផ្កាឈូកនេះជាស្រមោលចិនពីឯកសារមែនទេឬក៏ជាកម្លាំងចិត្តថ្មីរបស់បងដែលខំជួយជូតញើសឲ្យបងដល់ក្នុងបន្ទប់ចិត្រាលេបទឹកមាត់ក្អឹករួចបញ្ញាប់ឆ្លើយគឺប្រហែលជាបុគ្គលិកស្រីគេចូលមកដាក់ឯកសារហើយជ្រោះកដានឹងចោលទេដឹងអូនកុំគិតច្រើនអីជ្រោះវ៉ាឡាក់សេកកអាយ៉ាងខ្លីតែភ្នែកនាងមិនសក់ជាមួយឡើយនាងដើរទៅជិតចិត្រារួចយកម្រាមដៃវែងស្រលូនអង្អែលលើកៅអៅធំរបស់គេថ្នមមុននឹងចាប់ច្របាច់កៅអៅនោះបង្ខំឲ្យគេងើបមុខមកសម្លឹងនាងជ្រោះបែបណាទើបស្នាមក្រែមនេះវាមកផ្ដិតជាប់លើកៅអៅបងដែរឬមួយក៏វាហក់មកបិទដោយខ្លួនឯងវ៉ាឡាបងបញ្យល់បានចិត្រាព្យាយាមចាប់ដៃនាងមិនបាច់បញ្យល់ទេវាលាក់ក្រវ៉ាត់ដៃគេចេញរួចទាញទូរស័ព្ទមកថតរូបស្នាមក្រែមនោះយ៉ាងច្បាស់បងដឹងទេវាលាក់ម្នាក់នេះមិនចោះជឹកប្រារបស់រួមជាមួយអ្នកណាទេសូម្បីតែខ្យល់ដង្ហើមប្តីខ្ញុំបើមានស្រីណាហ៊ានមកដកដង្ហើមចូលក្បែរក្នុងបំណងមិនល្អខ្ញុំនឹងធ្វើឲ្យវាមិនចង់ដកដង្ហើមពេញមួយជីវិតនាងដើរទៅក្បែរទ្វាររួចងាកមកដៀដងចុងក្រោយយប់នេះខ្ញុំបានណាត់មិត្តភក្តិបងប្រុសរបស់ខ្ញុំទៅកម្មវិធីជប់លៀងបងមិនបាច់ទៅទេដេកចាំញៀមផ្ទះទៅហើយកុំភ្លេចដោះកៅអៅបងឲ្យស្អាតផងប្រយ័ត្នមេរោគស្រីវារាលដាលដល់ក្នុងផ្ទះខ្ញុំញ៉ៃចប់វ៉ាឡាដារចេញទៅវិញទាំងគ្រវីចង្កេះយ៉ាងរឹកពីទុកឲ្យចេត្រាអង្គុយបែកញើសត្រជាក់ម្នាក់ឯងក្នុងចិត្តទាំងខ្លាចទាំងស្ដាយក្រោយដែលបណ្ដោយឲ្យក្រែមផ្កាឈូកនោះមកបង្កចំនួនក្នុងគ្រួសាររាត្រីដដែលនោះនៅភូមិគ្រឹះដ៏ស្កឹមស្កៃដែលធ្លាប់តែមានភាពកក់ក្ដៅបែរជាប្រែមកជាត្រជាក់ស្រេបចិត្រាអង្គុយនៅលើសាឡុងកណ្ដាលផ្ទះទាំងមិនស្រណុកក្នុងខ្លួនភ្នែកសម្លឹងមើលទៅនីឡៃការជញ្ជាំងដែលដើរទៅមុខមិនឈប់គេព្យាយាមខលទៅវ៉ាឡាជាច្រើនដងតែអ្វីដែលទទួលបានគឺមានតែសំឡេងលេខដែលលោកងែកកំពុងខលទៅមិនអាចតាក់ទងបានទេឲ្យវាបានអញ្ចឹងមែនចរិតកាចឆ្នះមិនដូរមែនអូនវ៉ាឡាចិត្រាឧទានទាំងក្តៅចិត្តថងបារម្ភផងស្រាប់តែសំឡេងរថយន្តទំនើបបានមកឈប់នៅខាងមុខផ្ទះចិត្រាប្រញាប់ស្ទុះទៅបើកទ្វារយ៉ាងលឿនប៉ុន្តែរូបភាពដែលគេឃើញនៅចំពោះមុខធ្វើឲ្យគេសឹងតែធ្លាក់ថ្លាមក្រឹបវ៉ាឡាដើរចុះពីរថយន្តក្នុងឈុតរ៉ូបរាត្រីពណ៌ខ្មៅវាលក្នុងយ៉ាងសិក្ស៊ីដែលនាងមិនដែលស្លៀកពីមុនមកឡើយអ្វីដែលលើសពីនេះគឺបរិសុទ្ធសង្ហាម្នាក់ដែលជាអតីតមិត្តភក្តិម្នាក់របស់នាងដើរមកជួននាងដល់មាត់ទ្វារថែមទាំងកាន់កាបូបយួរដៃឲ្យនាងយ៉ាងស្និទ្ធស្នាលទៀតផងអរគុណច្រើនណាស់ដែលមកជូនអូនដល់ផ្ទះ
យប់នេះអូនពិតជាសប្បាយចិត្តណាស់វ៉ាឡានិយាយទាំងញញឹមស្រស់ដាក់បុរសម្នាក់នោះដោយមិនខ្វល់ពីខ្សែភ្នែកពីឃាតរបស់ជីត្រាដែលឈរនៅមាត់ទ្វារសំឡុកសឹងតាឆែលឡើយនៅពេលបុរសម្នាក់នោះត្រឡប់ទៅវិញជីត្រាក៏ស្ទុះទៅចាប់ដៃវ៉ាឡាភ្លាមវ៉ាឡាអូនធ្វើបែបនេះចង់មានន័យថាម៉េចមិនក៏ស្លៀកពាក់បែបនេះហើយទៅជាមួយវាដល់យប់ជ្រៅទៀតវ៉ាឡាក្រវ៉ាត់ដៃចិនយ៉ាងរហ័សរួចយកកន្សែងឈុតមុខមកផ្ដិតមាត់ថ្នមរួចសម្លឹងមើលស្វាមីទាំងឌឺដងចុះបងវិញពេលបងមានស្នាមក្រែមផ្កាឈូកជាប់កៅអៅបងមានសួរខ្ញុំទេថាខ្ញុំមានអារម្មណ៍ម៉េចខ្ញុំគ្រាន់តែទៅញ៉ាំបាយជាមួយមិត្តភក្តិកំដរអារម្មណ៍ដែលបងធ្វើឲ្យខ្ញុំខូចចិត្តបងគួរតែសប្បាយចិត្តទៅវិញទេដែលប្រពន្ធបងនៅមានតម្លៃមានគេតាមជូនដល់មាត់ទ្វារផ្ទះបែបនេះវ៉ាឡាបងជាប្តីអូនណាអូនក៏មកឌឺដងដាក់បងបែបនេះបងមិនចូលចិត្តទេចត្រាចាប់ផ្ដើមឡើងសម្ដីព្រោះតាភ្លើងប្រច័ណ្ឌវ៉ាឡាសើចចំអកតិចរួចដើរក្រវីចង្កេះចូលទៅក្នុងផ្ទះបោះសម្ដីឌឺដងចុងក្រោយឲ្យចត្រាឈឺដល់បេះដូងអូដឹងខ្លួនថាជាប្តីដែរមែនទេស្មានថាភ្លេចតួនាទីខ្លួនឯងទៅរកម្ចាស់ក្រែមផ្កាឈូកនោះបាត់ហើយយប់នេះបងទៅដេកនៅបន្ទប់ភ្ញៀវចុះគុំមកដេកចិត្តខ្ញុំព្រោះខ្ញុំខ្លាចក្លិនស្រីផ្សេងវាមកជាប់ច្រមុះខ្ញុំនាំឲ្យយល់សប្តិអាក្រក់វ៉ាឡាដើរឡើងទៅលើផ្ទះរួចចាក់សោបន្ទប់ក្រាក់បន្សល់ទុកឲ្យចត្រាឈរថ្មឹងកណ្ដាលផ្ទះម្នាក់ឯងគេដឹងច្បាស់ថាវ៉ាឡាមិនមែនគ្រាន់តែឆ្នះធម្មតាទេតែនាងកំពុងតែបង្រៀនគេឲ្យស្គាល់ពីរសជាតិភ្លើងប្រច័ណ្ឌតាមរបៀបដែលឈឺចាប់បំផុតព្រឹកបន្ទាប់បរិយាកាសនៅក្នុងផ្ទះនៅតែមានភាពតានតឹងចត្រាអង្គុយនៅតុអាហារទាំងទឹកមុខស្រពោនព្រោះត្រូវដេកនៅបន្ទប់ភ្ញៀវមួយយប់ពេញមិនយូរប៉ុន្មានវ៉ាឡាដើរចុះមកក្នុងឈុតរ៉ូពណ៌សយ៉ាងស្អាតបាតតែទឹកមុខនាងនៅតែរឹងមាំនិងមានមន្តស្នេហ៍បែបកាយកាចដដែលវ៉ាឡាបងសំទោសរឿងម្សិលមិញយើងឈប់ឌឺដងដាក់ខ្ងើបានទេចត្រាព្យាយាមនិយាយលងវ៉ាឡាមិនតបនាងគ្រាន់តែលើកកាហ្វេមកក្រែបបន្តិចរួចដាក់ចុះវិញយ៉ាងខ្លាំងរហូតធ្វើឲ្យចត្រាភ្ញាក់ព្រឺតកាហ្វេនេះវារសជាតិប្លែកឬមួយក៏បងធ្លាប់ផឹកកាហ្វេលាឈិតស្ករផ្កាឈូកច្រើនពេកទើបភ្លេចរសជាតិដោនឯខ្ញុំឆុងឲ្យស្រាប់តាសំលេងជួងទ្វារមុខផ្ទះបន្លឺឡើងញាក់បំរើដើរទៅបើកទ្វាររួចនាំស្រីម្នាក់ចូលមកនាងនោះឈ្មោះរតនាជាបុគ្គលិកផ្នែកលក់ដែលធ្លាប់មានស្នាមក្រែមជាប់កៅអៅចត្រានោះឯងនាងមកក្នុងលេសថាយកឯកសារសំខាន់មកឲ្យលោកអគ្គនាយកដល់ផ្ទះរតនាដើរចូលមកទាំងញញឹមស្រស់រួចធ្វើជាសំពះបែបសុភាពជំរាបសួរលោកអគ្គនាយកសំទោសផងចាដែលនាងខ្ញុំមករំខានដល់ផ្ទះតែឯកសារនេះត្រូវការស៊ីញ៉េបន្ទាន់មែនតែនវ៉ាឡាសម្លឹងមើលរតនាពីក្បាលដល់ចុងជើងរួចដើរទៅជិតយឺតនាងសង្កេតឃើញរតនាកំពុងលាបក្រែមពណ៌ផ្កាឈូកខ្ចីចំជារូបភាពដែលនាងបានឃើញលើក្រដាសជូតមាត់កាលពីម្សិលមិញមែនអូនេះឬម្ចាស់ក្រែមផ្កាឈូកវ៉ាឡានិយាយទាំងស្នាមញញឹមឌឺដងម្ដងប្រទេសលឿនឡណានឹកប្តីធៀងខ្លាំងមែនទេទើបចាំដល់ម៉ោងធ្វើការមិនបានរតនាភាំងរួចធ្វើជាទន់ភ្លន់លោកស្រីយល់ច្រឡំហើយចានាងខ្ញុំមកព្រោះរឿងការងារសិក្សាការងារវ៉ាឡាដើរកលឹងជួវរតនារួចឈប់នៅពីមុខការងារដែលត្រូវលាបមាត់ឲ្យក្រាស់រួចមកអោនក្បែរកៅអៅបឌីគេនឹងមែនទេបើចង់ធ្វើការងារបែបហ្នឹងមិនបាច់មកក្រុមហ៊ុនទេទៅរកកន្លែងណាដែលមានភ្លើងពណ៌ទេប្រហែលជាត្រូវប៉ាន់ជាងវ៉ាឡាកុំនិយាយដាក់គេបែបហ្នឹងអីគេជាបុគ្គលិកបងណាជីត្រាព្យាយាមខាត់ព្រោះខ្លាចខូចមុខមាត់វ៉ាឡាបែរមកសម្លឹកជីត្រារួចងាកទៅរករតនាវិញចុះបើបុគ្គលិកចង់ខ្លាយជាស្រីកំណាន់ផងតើក្នុងនាមជាប្រពន្ធដើមខ្ញុំគួរតែរៀបចំតុបាយទៅដួលភ្ញៀវឬក៏គួរតែបកសម្រាមចេញពីផ្ទះឥឡូវហ្នឹងនិយាយចប់វ៉ាឡាលើកកែវទឹកក្រូចដែលនៅក្បែរនោះមកចាក់ស្រោចលើឯកសារក្នុងដៃរតនាយ៉ាងស្ងប់ស្ងាត់អូយសំទោសផងដៃខៀងវារអិលបន្តិចតែឯកសារស្មុកគ្រោកបែបហ្នឹងសើមទឹកបន្តិចទៅវាប្រហែលជាស្អាតជាងមុនឥឡូវនាងអាចត្រឡប់ទៅវិញបានហើយមុននឹងខ្ញុំរអិលដៃចាក់លើក្បាលនាងថែមមួយកែវទៀតរតនាភ័យផងខ្មាស់ផងក៏ប្រញាប់រត់ចេញពីផ្ទះទាំងត្រដាប់ត្រដួវ៉ាឡាងាកមកមើលចត្រារួចនិយាយដូចដល់ចុងក្រោយយ៉ាងម៉េចបងចត្រាបើបងចង់រើសសម្រាមមកទុកក្នុងផ្ទះទៀត
ប្រាប់ខ្ញុំឲ្យមុនផងខ្ញុំនឹងរៀបចំអំបោចាំទទួលស្វាគមន៍ឲ្យបានសម្រុំបំផុត ចត្រាអង្គុយថ្មឹងមិនហ៊ានហើបមាត់តបមួយម៉ាត់ព្រោះដឹងថាលើកនេះវ៉ាឡាក់លេងមែនតែនហើយបន្ទាប់ពីដេញរតនាចេញពីផ្ទះទាំងអាម៉ាស់មកវ៉ាឡាក់មិនបានបញ្ចប់ត្រឹមនឹងនាងដឹងច្បាស់ថាបើទុកឲ្យចត្រាទៅធ្វើការម្នាក់ឯងភ្លើងចាស់អាចនឹងឆេះឡើងវិញដូច្នេះព្រឹកនេះវ៉ាឡាក់តែងខ្លួនយ៉ាងឆើតឆាយក្នុងឈុតធំស៊ូតពណ៌សកាន់កាបូបម៉ាកល្បីតម្រង់ជួរចូលទៅកាន់ក្រុមហ៊ុនជាមួយស្វាមី អូនវ៉ាឡាក់អូនមកក្រុមហ៊ុនធ្វើអីដែរបើអូនចង់ដើរទិញអីបងឲ្យតែគង់ឡានជូនទៅមិនល្អជាងទេអីចេត្រានិយាយទាំងបែកញើសថ្ងាពេលដើរចូលគ្រឿងចណ្ដៅយន្ត វ៉ាឡាញញឹមជុងមាត់រួចយកដៃកែសម្រួលក្រវ៉ាត់កឲ្យជីត្រាថ្នមតែរឹតបន្ទឹងបន្តិចទិញអ៊ីវ៉ាន់វាមិនសบายដោយទិញចិត្តមនុស្សទេបងសម្លាញ់ថ្ងៃនេះខ្ញុំទំនេរក៏ចង់មកមើលការខុសត្រូវក្នុងក្រុមហ៊ុនខ្លះខ្លាចក្រែងមានសម្រាមហោះចូលមកเป็นការិយាល័យប្តីខ្ញុំទៀតពេលដើរចូលដល់ក្នុងក្រុមហ៊ុនបុគ្គលិកគ្រប់គ្នាផ្អាឈរគោរពវ៉ាឡាដើរនាំមុខចត្រាហាក់ដូចជានាងជាម្ចាស់ក្រុមហ៊ុនពិតប្រាកដនាងដើរទៅឈប់នៅត្រង់តុធ្វើការរបស់រតនាដែលកំពុងអង្គុយធ្វើមុខជូរ អូនាងរតនាតាឯកសារដែលសំទឹកក្រួយកាលពីព្រឹកមិញស្ងួតហើយឬនៅវ៉ាឡាក់សួរនាំទាំងសម្ដីផ្អែមល្ហែមតែបង្កប់ដោយជាតិពុល រតនាងើបមុខឡើងទាំងភ័យចាស្ងួតឲ្យលោកស្រីល្អចាប់ពីថ្ងៃនេះទៅនាងមិនបាច់យកឯកសារទៅឲ្យលោកអគ្គនាយកដាក់ក្នុងបន្ទប់ទៀតទេវ៉ាឡាក់បញ្ជាដាច់អហង្ការទុកវានៅលើតុខាងក្រៅនេះចោះចាំខ្ញុំជាអ្នកកាន់ចូលទៅឲ្យគាត់ដោយផ្ទាល់ព្រោះខ្ញុំខ្លាចបិចរបស់ប្តីខ្ញុំវារអើទៅសញ្ញេលើថ្ងាសនាងជំនួសឲ្យក្រដាស់បុគ្គលិកផ្ដាំខ្សឹបខ្សៀវគ្នាធ្វើឲ្យរតនាខ្មាស់សឹងជ្រែកដីចត្រាព្យាយាមចូលមកអូសដៃភរិយាវ៉ាឡាចូលក្នុងបន្ទប់ទៅអូនកុំធ្វើឲ្យផ្អើលដល់កូនចៅអីបងសុំអង្វរក្នុងបន្ទប់ធ្វើការវ៉ាឡាអង្គុយលើកៅអីរបស់ចត្រារួចបង្វិលចុះឡើងយ៉ាងមានអំណាចចត្រាឈរនៅពីមុខហាក់ដូចជាកូនសិស្សដែលកំពុងត្រូវគ្រូដាក់ពិន័យ បងចត្រាបងដឹងទេថាស្រីឆ្នះដូចជាខ្ញុំមិនជួយចិត្តនិយាយច្រើនទេវ៉ាឡានិយាយទាំងយកប៊ិចមាសរបស់ចត្រាមកលេងក្នុងដៃថ្ងៃនេះខ្ញុំនឹងអង្គុយនៅទីនេះធ្វើជាលេខាផ្ថៅខ្លួនរបស់បងបើមានស្រីណាមិនថាបុគ្គលិកឬភ្ញៀវហ៊ានមកបញ្ជើភ្នែកដាក់បងខ្ញុំនឹងប្រើប៊ិចមួយដើមនេះចាក់ទម្លក់រុនភ្នែកវាមកឲ្យបងមើលជាការកំសាន្ត ចត្រាលេបទឹកមាត់ក្អឹកបងដឹងហើយអូនចង់ធ្វើអីក៏ធ្វើចោះបងតាមចិត្តអូនគ្រប់យ៉ាងល្អណាស់ចរិតស្ដាប់បង្គាប់បែបนั้นទៅផ្សំជាប្តីវលែនាងសោយតិចរួចទាញទូរស័ព្ទចត្រាមកឆែកសារម្ដងទៀតឥឡូវបងទៅឆុងកាហ្វេមកឲ្យខ្ញុំមួយកែវមកសូមរសជាតិល្វីងខ្លាំងណាស់ព្រោះខ្ញុំចង់ឲ្យបងចងចាំថារសជាតិជីវិតប្តីប្រពន្ធបើហ៊ានតែលួចលះវាល្វីងជាងកាហ្វេនេះទៅទៀតចត្រាប្រញាប់ដើរទៅឆុងកាហ្វេឲ្យភរិយាភ្លាមទាំងក្នុងចិត្តគិតថាងផាយចត្រាអើយលើកនេះប្រពន្ធអញមកយាមដល់បន្ទប់អញ្ចឹងតើថ្ងៃក្រោយអញមានវាសនាបានងើបមុខមើលស្រីណាទៀតទៅល្ងាចថ្ងៃដដែលក្រុមហ៊ុនរបស់ចត្រាបានរៀបចំពិធីជប់លៀងអបអរសាទរគម្រោងថ្មីនៅសន្តាគារលំដាប់ផ្កាយ5វ៉ាឡាបង្ហាញខ្លួនក្នុងឈុតរ៉ូបពណ៌មាសចាំងរលោងដើរខ្នីងគៀកដៃស្វាមីចូលក្នុងសាលពិធីសម្រាប់ដល់ការឆ្នះរបស់នាងធ្វើឲ្យភ្ញៀវកិត្តិយសទាំងអស់ផ្ដោតខ្សែភ្នែកមកមើលមិនដាក្នុងកម្មវិធីនោះរតនាក៏មិនអន់ដែរនាងព្យាយាមស្លៀកឈុតដែលបញ្ចេញសាច់យ៉ាងខ្លាំងដើម្បីទាក់ទាញខ្សែភ្នែកចត្រាជាចុងក្រោយនាងឆ្លៀតពេលដែលវ៉ាឡាកំពុងជជែកជាមួយភ្ញៀវម្នាក់ទៀតដើរចូលមកក្បែរចត្រារួចហុចកែវស្រាអោយដោយស្នាមញញឹមពព្រាយលោកអគ្គនាយកញ៉ាំមួយកែវនេះទៅចាទុកជាការសំទោសចំពោះរឿងរ៉ាវកន្លងមករតនានិយាយទាំងប្រើកែវភ្នែកបញ្ជើចិត្តចត្រារារ៉ាតបន្តិចគឺបងមិនសូវស្រួលខ្លួនទេរតនាអូនយកទៅវិញទៅស្រាប់តែសំឡេងស្បែកជើងកែងកុកដើរមកពីក្រោយវ៉ាឡាដើរមកឈរចន្លោះកណ្ដាលរួចឆក់កែស្រានោះពីដៃរតនាផ្លេតអូហូទឹកចិត្តបុគ្គលិកល្អមែនតានវ៉ាឡានិយាយទាំងញញឹមឌឺដងរួចគឺវីកែវស្រានោះចុះឡើងតែបងចត្រាគាត់មិនចូលចិត្តញ៉ាំស្រាដែលហុចដោយដៃញ័របែបហ្នឹងទេ
មើលទៅនាងប្រហែលជាហត់នឹងការងារពេកហើយមែនទេរតនា រតនាព្យាយាមទប់ចិត្តនាងឃ្លឹមគ្រាន់តែចង់សម្ដែងការគោរពប៉ុណ្ណោះលោកស្រី ការគោរពវលាក់សោយតិចតិចរួយបាយទៅរកភ្ញៀវដែលឈរក្បែរនោះហើយនិយាយខ្លាំងៗឲ្យគ្រប់គ្នាឮអ្នកទាំងអស់គ្នាដឹងទេស្រីខ្លះចូលចិត្តប្រើពាក្យថាគោរពដើម្បីចូលមកគៀកគយប្តីគេនាងរតនានេះពូកាណារឿងការងារមិនសូវឃើញលទ្ធផលទេតែរឿងឆុងគ្រឿងស្រវឹងបញ្ជឿចិត្តប្រុសគឺលេខ1 រតនាមុខឡើងក្រហមងាំងព្រោះភាពខ្មាស់អៀនលោកស្រីមិនក៏និយាយជន់ពន្លិចនាងខ្ញុំបែបនេះវលាក់ដើរតែក្បែរត្រជាក់រតនារួចខ្សឹបតិចតែមុតដូចកាំបិតនេះគ្រាន់តែជន់ពន្លិចតាមសម្ដីទេប្រយ័ត្នខ្ញុំជន់ពន្លិចដល់ជីវិតនាងចាំទុកកន្លែងណាមានវលាក់កន្លែងនោះគ្មានដីសម្រាប់ស្រីដូចជានាងឆោទេនិយាយចប់វលាក់ធ្វើជារអិលដៃបង្ហៀស្រាក្រហមក្នុងកែវឲ្យស្រក់ទៅលើស្បែកជើងពណ៌សតម្លៃថ្លៃរបស់រតនាបន្តិចម្ដងអូយសុំទោសផងរអិលដៃទៀតហើយមើលទៅស្បែកជើងនាងប្រឡាក់អស់ហើយឆាប់ទៅលាងចេញទៅក្រែងលោវាជ្រក់ទាំងក្លិនស្រីជូដកចេញពីខ្លួននាងខ្លះរតនាទប់ទឹកភ្នែកមិនជាប់ក៏ប្រញាប់រត់ចេញពីពិធីជប់លៀងទាំងបាក់មុខបាក់មាត់វលាក់ងាកមកមើលចត្រារួចហត់កែវទទេឲ្យគេកាន់យ៉ាងម៉េចបងចត្រាមើលទៅភ្នែកបងហាក់ដូចជាអាណិតនាងណាស់មែនទេបើអាណិតតាមទៅលួងនាងទៅតែសៅផ្ទះនិងទ្រព្យសម្បត្តិទាំងអស់បងមិនបាច់សង្ឃឹមថាបានឃើញទៀតទេចត្រាប្រញាប់អោបចង្កេះភរិយាភ្លាមអ្នកណាថាបងអាណិតបងគ្រាន់តែគិតថាប្រពន្ធបងថ្ងៃនេះស្អាតខ្លាំងពេករហូតបងមើលស្រីផ្សេងមិនយល់ថាស្អាតត្រង់ណាផងវលាក់ញញឹមបែបអ្នកឈ្នះរួចលើកក្បាលងើបឡើងខ្ពស់ដឹងខ្លួនបែបហ្នឹងក៏ល្អតោះទៅរំជាមួយខ្ញុំឲ្យគ្រប់គ្នាដឹងថាប្តីរបស់វលាក់មានម្ចាស់យាមកាមតឹងរឹងកម្រិតណាជាត្រាដើរតាមភរិយាទាំងញញឹមស្ងួតក្នុងចិត្តដឹងច្បាស់ថាចាប់ពីពេលនេះទៅគេមិនអាចមានអថាគំបាំងណាមួយលាក់បាំងពីភ្នែកខ្លារបស់វលាក់បានឡើយបន្ទាប់ពីកម្មវិធីជប់លៀងដែលវលាក់បានបំបាក់មុខរតនាយ៉ាងចាស់ដៃមកនាងមិនបានបន្តឆ្លោះប្រកែកជាមួយចត្រាទៀតឡើយផ្ទុយទៅវិញវលាក់ប្រែមុខជាស្ងប់ស្ងាត់ញញឹមស្រស់ប៉ុន្តែជាស្នាមញញឹមដែលធ្វើឲ្យចត្រាព្រឺឆាំងខ្នងជាងពេលនាងខឹងទៅទៀតព្រឹកឡើងវលាក់រៀបចំអាហារយ៉ាងប្រណីពេញតុនាងអង្គុយចាំចត្រាដោយរកពៀជាភរិយាដ៏ល្អម្នាក់ញ៉ាំឲ្យច្រើនណាបងចត្រាថ្ងៃនេះខ្ញុំថែមស្ករឲ្យបងបន្តិចក្រែងលោបងចង់បានភាពផ្អែមល្ហែមពីខាងក្រៅទៀតនឹងបានដឹងថាភាពផ្អែមល្ហែមនៅក្នុងផ្ទះវាក៏មិនអន់ដែរវលាក់និយាយទាំងដួសអាហារដាក់ចានឲ្យស្វាមីថ្នមចត្រាសន្លឹងមើលភរិយាទាំងសង្ស័យអូនវលាក់អូនឈប់ខឹងបងហើយមែនទេបងសន្យាថារឿងរតនាបងនឹងដោះស្រាយឲ្យឈប់នៅថ្ងៃនេះវលាក់សោយតិចរួចយកកន្សែងមកជូតមាត់ខឹងអីបងខ្ញុំមិនមែនជាមនុស្សស្រីដែលចេះតែខឹងផ្ដេសផ្ដាយណាគ្រាន់តែចង់ប្រាប់បងថាបើបងចង់ញ៉ាំក្រៅខ្ញុំមិនខ្វាត់ទេតែបងត្រូវប្រកាសថាបងអាចទ្រាំនឹងម្ហូបពុលដែលខ្ញុំត្រៀមទុកឲ្យបងបាននិយាយចប់វលាក់ក៏ទាញកាបូបរួចដើរចេញទៅបាត់ដោយមិនប្រាប់ថាតាណាឡើយចត្រាព្យាយាមតាមសួរតែនាងក្រង់តែក្រវីដៃឌឺដងបងធ្វើការចោះខ្ញុំតែរកមិត្តភក្តិបន្តិចបងដឹងហ៎មិត្តភក្តិប្រុសរបស់ខ្ញុំម្នាក់សុទ្ធតែចង់ជូនខ្ញុំថាដើរទិញអីវ៉ាន់ចំនួនប្តីដែលរវល់តែឆៃក្រែមកាឈូកហ្នឹងឯណានៅក្រុមហ៊ុនចត្រាអង្គុយមិនជាប់កៅអីឡើយគេតាមមើល GPS ទូរស័ព្ទរបស់វលាក់ឃើញនាងនៅហាងកាហ្វេដ៏ល្បីមួយជាមួយបរិសម្នាក់ដែលជាអតីតសង្សារចាស់របស់នាងចត្រាក្តៅក្រហាយជ្រុំចិត្តសឹងតែផ្ទុះកំហឹងតែគេមិនហ៊ានស្ដីឲ្យនាងព្រោះខ្លួនឯងជាអ្នកបង្កកំហុសមុនលុះដល់ពេលល្ងាចវលាក់ត្រឡប់មកផ្ទះវិញជាមួយកាបូ brand name ពេញដៃនាងដើរកាត់មុខចត្រាទាំងមិនមើលមុខរួចនិយាយបញ្ឈឺអូភ្លេចប្រាប់ទៅបងដឹងទេថាថ្ងៃនេះមិត្តភក្តិខ្ញុំម្នាក់នោះគេសរសើរខ្ញុំថាស្អាតជាងកាលពីមុនទៀតគេថាបើបងមិនចេះថែរក្សាកុលាបមួយតង់នេះទេគេត្រៀមខ្លួននឹងលើកដាក់ធោជានិច្ចចត្រាស្ទុះទៅអបវលាក់ពីក្រោយវលាក់បងសុំទោសបងខុសគ្រើយ
បងនឹងដេញរតនាចេញពីក្រុមហ៊ុននៅថ្ងៃស្អែកនេះតែម្ដងអូនកុំទៅជួបអាម្នាក់នឹងទៀតអីបងប្រច័ណ្ឌសឹងដាច់ខ្យល់ស្លាប់ហើយ វលាក់ងាកមកមើលមុខស្វាមីរួចយកម្រាមដៃមកទឹកបបោមាត់គេដឹងរសជាតិការប្រច័ណ្ឌហើយមែនទេបងសំឡាញ់នេះគ្រាន់តែជាទឹកត្រជាក់កំដរអារម្មណ៍បន្តិចបន្តួចប៉ុណ្ណោះចាំទុកបើបងហ៊ានមានលើកក្រោយទៀតវលាក់ម្នាក់នេះនឹងធ្វើឲ្យបងស្គាល់រសជាតិទឹកពុះវិញម្ដង ចត្រាអោនក្បាលយល់ព្រមគ្រប់យ៉ាងខណៈដែលវលាក់ញញឹមដោយមោទនភាពនាងបានបង្ហាញឲ្យគេឃើញថាភាពកាចឆ្នារបស់នាងមិនមែនមានតែការជេរស្ដីឡើយតែការឌឺដងនិងប្រើល្បាញចិត្តសាស្ត្រគឺមានប្រសិទ្ធភាពជាងរាប់រយដងព្រឹកថ្ងៃថ្មីចូលមកដល់បរិយាកាសនៅក្នុងក្រុមហ៊ុនហាក់មានភាពអ៊ូអរខុសធម្មតាចត្រាដោះចូលការិយាល័យទាំងទឹកមុខម៉ាមព្រោះគេបានសម្រេចចិត្តយ៉ាងច្បាស់លាស់ដើម្បីស្រោចស្រង់បេះដូងភរិយាប៉ុន្តែអ្វីដែលគេមិននឹកស្មានដល់គឺវលាក់បានមកដល់ទីនោះមុនគេបាត់ទៅហើយ វលាក់អង្គុយលលើយកៅអីអគ្គនាយកក្នុងដៃកាន់ឯកសារមួយច្បាប់រួចសម្លឹងមើលទៅរតនាដៃឈរនៅចំពោះមុខទាំងញ័រខ្លួនទៅត្រឹក មកហើយមែនទេបងចត្រាវលាក់និយាយទាំងមិនងើបមុខមើលស្វាមីខ្ញុំកំពុងតែជួយបងសម្រេចចិត្តរឿងបុគ្គលិកឆ្នើមម្នាក់នេះឯណា ចត្រាដើរទៅក្បែរភរិយាវលាក់អូនចង់ធ្វើអីនឹង វលាក់ក្រោកឈររួចហួចឯកសារឲ្យរតនាទាំងស្នាមញញឹមបង្កប់ពីនេះជាសេចក្តីសម្រេចបញ្ឈប់ពីការងារនិងប្រាក់អតីតភាពការងាររបស់នាងយកវាទៅរួចដាវចេញពីទីនេះឲ្យលឿនបំផុតមុននឹងខ្ញុំបដូរចិត្តប្តឹងនាងពីបទលួចបន្លំឯកសារក្រុមហ៊ុនដែលខ្ញុំទើបតែរកឃើញកាលពីយប់មិញ រតនាភាំងរួចសម្លឹងមើលទៅចត្រាដើម្បីសុំជំនួយលោកអគ្គនាយកជួយនាងខ្ញុំផងលោកស្រីធ្វើបែបនេះចំពោះនាងខ្ញុំមិនយុត្តិធម៌ទេ ជីត្រាលេបទឹកមាត់កឹកគេងាកទៅមើលភ្នែកដ៏មុតស្រួចរបស់វលាក់រួចតបទៅរតនាវិញយ៉ាងដែលអស់ហង្ការរតនាយកលុយនឹងទៅហើយឈប់មកពាក់ព័ន្ធនឹងគ្រួសារខ្ញុំទៀតអ្វីដែលប្រពន្ធខ្ញុំសម្រេចចិត្តគឺជាពាក្យសម្ដីរបស់ខ្ញុំដូចគ្នាវលាក់សាយតិចតិចរួចដើរទៅជិតរតនាហើយខ្សឹបឌឺដងថាលឺហើយមែនទេបងចត្រាគាត់ប្រហែលជាចូលចិត្តក្រែមពណ៌ផ្កាឈូកមែនតែគាត់ស្រឡាញ់ជីវិតគាត់ជាងនាងគ្រាន់តែជាបង្អែមដែលលាបជាតិពុលគ្មានប្រុសណាគេល្ងងយកមកធ្វើជាម្ហូបចម្បងនោះទេរតនាយំខ្សឹកស្រួលរួយប្រញាប់ប្រមូលរបស់របរដែលចេញពីក្រុមហ៊ុនទាំងអាម៉ាស់បំផុតបុគ្គលិកគ្រប់គ្នាដែលលួចមើលពីខាងក្រៅនាំគ្នាខ្លាចអំណាចរបស់វេលាសឹងតែមិនហ៊ានដកដង្ហើមធំនៅពេលសល់តែពីរនាក់ក្នុងបន្ទប់វលាក់បាយមកកែសម្រួនក្រវ៉ាត់កឲ្យចែកត្រារួចនិយាយទាំងសម្ដីផ្អែមត្រជាក់យ៉ាងម៉េចបងចែកត្រាបាត់បង់កម្លាំងចិត្តម្នាក់នឹងទៅបងមានអារម្មណ៍ថាស្ដាយដែរទេចត្រាប្រញាប់ក្រវីក្បាលមិនស្ដាយទេវេលាបងដឹងខ្លួនខុសហើយបងនឹងមិនឲ្យរឿងបែបនេះកើតឡើងទៀតឡើយ វលាក់ញញឹមបែបអ្នកឈ្នារួចទាញកាបូបមករៀបចំខ្លួនចេញទៅក្រៅល្អបើដឹងខ្លួនបែបហ្នឹងក៏ត្រូវត្រៀមខ្លួនទទួលតនកម្មបន្តទៀតដែរយប់នេះបងត្រូវជូនខ្ញុំទៅដៅទិញអីវ៉ាន់ហើយកាន់កាបូបឲ្យខ្ញុំរហូតដល់ហាងបិទបើហ៊ានតែធ្ងរថាហត់សំបីតែមួយម៉ាត់ខ្ញុំនឹងទៅរកអ្នកស្ម័គ្រចិត្តផ្សេងមកជួយកាន់ចំណូលបងភ្លាម ចត្រាសោតទាំងភ័យអបាទបងនឹងកាន់ឲ្យអស់មួយជីវិតក៏បានដែរឲ្យតែអូនបាត់ខឹងបងវលាក់ដើរចេញពីការិយាល័យទាំងរឹកពីជាអគ្គមហេសីដែកដែលគ្រប់គ្រងទាំងក្រុមហ៊ុននិងបេះដូងស្វាមីបានយ៉ាងជោគជ័យបន្ទាប់ពីបោសសម្អាតសម្រាមចេញពីក្រុមហ៊ុនរួចរាល់វលាក់មិនតាន់ដាក់អាវុធងាយៗនោះទេនាងដឹងថាមនុស្សប្រុសដូចជាចត្រាបើមិនផ្ដល់មេរៀនឲ្យរៀងចាលទេថ្ងៃក្រោយប្រកាសជាហ៊ានលួចលាក់ទៀតជាមិនខានល្ងាចថ្ងៃដដែលវលាក់នាំចត្រាទៅកាន់ផ្សារទំនើបដ៏ធំមួយនាងស្លៀកពាក់យ៉ាងលយឆាយដើរចូលហាងម៉ាក់ល្បីៗមិនឈប់ខណៈដែលចត្រាត្រូវដាវតាមពីក្រោយកាន់កាបូបស្ប៉ាយកាបូបយួរនិងប្រអប់ស្បែកជើងពេញដៃទាំងសងខាងសឹងតែរកផ្លូវដើរមិនឃើញអូនវលាក់បងថាប៉ុណ្ណឹងល្មមហើយដឹងបងកាន់លែងចង់ជាប់ហើយណាចត្រានិយាយទាំងបែកញើសថ្ងាទោះជាក្នុងម៉ាស៊ីនត្រជាក់ក៏ដោយវលាក់ឈប់ងករួចងាកមកសម្លឹងមើលស្វាមីទាំងញញឹមឌឺអូហូ
បងចត្រាកាន់កាបូបឯបពុនតែប៉ុណ្ណឹងធ្ងោថាហត់ចុះកាលបងមានកម្លាំងលួចឆែកសាឲ្យស្រីផ្សេងហើយចំណាយពេលកំដរគេញ៉ាំបាយនោះមិនក៏បងមិនដែរធ្ងោថាហត់ផង នាងងាកមកសួរចត្រាស្អាតទេបងខ្សែដៃនេះវាភ្លឺច្បាស់ល្អណាស់មើលទៅវាដូចជាភ្នែកខ្ញុំអញ្ចឹងដែលអាចមើលធ្លុះដល់បេះដូងប្តីដែលចូលចិត្តលាក់កំបាំង ស្អាតណាស់អូនបងទិញឲ្យអូនឥឡូវហ្នឹងចត្រាប្រញាប់ដកការធនាគារមកហុចឲ្យបុគ្គលិកទាំងមិនហ៊ានមើលតម្លៃ វលាក់សាយក៏អាយរួចដើរទៅខ្សឹបក្បាលត្រចៀកចត្រាកុំស្មានថាចាយលុយទិញរបស់ឲ្យខ្ញុំហើយរឿងគ្រប់យ៉ាងវានឹងចប់ណាលុយបងក៏ជារបស់ខ្ញុំខ្លួនប្រានបងក៏ជារបស់ខ្ញុំបើបងហ៊ានយករបស់ដែលជារបស់ខ្ញុំទៅឲ្យអ្នកផ្សេងប្រើរួមសូម្បីតែបន្តិចបងដឹងស្រាប់ហើយថាវលាក់ម្នាក់នេះពូកែកាត់កងបណ្ណា បន្ទាប់ពីដើរទិញអីវ៉ាន់អស់ជាច្រើនម៉ោងវលៈញ៉ាំចត្រាទៅញ៉ាំបាយនៅហាងដ៏ប្រណីតមួយនាងអង្គុយញ៉ាំយ៉ាងមានក្តីសុខខណៈដែលចត្រាអង្គុយមើលមុខនាងទាំងភ័យអរអរ បងចត្រាថ្ងៃស្អែកបងមិនបាច់ទៅធ្វើការទេវឡានិយាយទាំងកាត់សាច់អាំងដាក់ម៉ត់ មិនចឹងអូនបងមានប្រជុំសំខាន់មក វលាក់ដាក់សមចុះរួចសម្លឹងមើលមុខគេចំប្រជុំអីប្រជុំជ្រើសរើសលេខាផ្កាឈូកថ្ងៃមែនទេថ្ងៃស្អែកបងត្រូវនៅផ្ទះជួយអ្នកបម្រើបោះផ្ទះជូតឡាននិងមើលការខុសត្រូវសួនច្បារខៀងចង់ឲ្យបងហត់នឹងការងារផ្ទះឲ្យដឹងថាការរក្សាគ្រួសារមួយឲ្យស្អាតបាតវាមិនមែនងាយស្រួលដោយការលួចក្បត់នោះទេ ចត្រាអង្គុយថ្មឹងក្នុងចិត្តចង់បដិសេធតែពេលឃើញកែវភ្នែកដ៏កាចឆ្នះរបស់ភរិយាគេក៏បានត្រឹមតែងក់ក្បាលយល់ព្រមទាំងដង្ហើមធំបាទអូនចង់ឲ្យបងធ្វើអីបងនឹងធ្វើតាមទាំងអស់ វលាក់ញញឹមបែបអ្នកឈ្នះរួចលើកកែវស្រាឡើងឌឺដងល្អណាស់ចាំទុកអំណាចក្នុងផ្ទះនេះគឺស្ថិតលើជុងកែងរបស់ខ្ញុំបើបងចង់រស់នៅដោយសុខសាន្តបងត្រូវរៀនរស់នៅក្រោមបាតជើងខ្ញុំឲ្យបានល្អ ចត្រាបានត្រឹមតែសោចស្ងួតក្នុងចិត្តដឹងច្បាស់ថាចាប់ពេលនេះទៅជីវិតគេគឺត្រូវបានវលៈគ្រប់គ្រងទាំងស្រុងបាត់ទៅហើយ ព្រឹកព្រលឹមស្រាងខណៈដែលចត្រាកំពុងតែដេកលក់យ៉ាងមានក្តីសុខសំឡេងផាំងនៃទ្វារបន្ទប់ដែលរុញបើកយ៉ាងខ្លាំងបានធ្វើឲ្យគេភ្ញាក់ព្រឹត្តសឹងតែធ្លាក់ពីលើគ្រែ វលាក់ឈរនៅមាត់ទ្វារក្នុងឈុតគេងយប់ដ៏សេកស៊ីតែទឹកមុខនាងម៉ាំដូចមេបញ្ជាការសឹកនាងក្រវាត់អំបោសនិងក្រណាត់ជូតឡានទៅលើគ្រែចាំពីមុខចត្រា ក្រោកឡើងបងសម្លាញ់ដល់ម៉ោងប្រជុំរបស់បងហើយ វលាក់និយាយទាំងញញឹមឌឺដង ចត្រាញីភ្នែកទាំងងងុយវលាក់នេះទើបតែម៉ោង6ព្រឹកតើអូនបងសុំដេកបន្តិចទៀតមកយប់មិញបងកាន់កាបូបឲ្យអូនឡើងចុកដៃអស់ហើយ អូហូចេះទុកដៃដែរវលាក់ដើរទៅជិតរួចជោគជើងខាត់ស្បែកជើងកែងរបស់នាងលើពូកកាលបងលួចចុចទូរស័ព្ទផ្ញើសាររកស្រីមិនក៏មិនឃើញបងធ្ងោថាជុកដៃផងក្រោកឡើងឥឡូវនេះថ្ងៃនេះបងមានភារកិច្ចជូតឡានឲ្យខ្ញុំបោះសឹកឈើគ្រឿងសួននិងជួយដាំបាយឲ្យខ្ញុំញ៉ាំផងបើធ្វើមិនស្អាតយប់នេះបងត្រៀមខ្នាយដេកយាមទ្វារបងទៅ ចត្រាគ្មានជំរឿក៏បង្ខំចិត្តក្រោកពីគ្រែទាំងត្រដាបត្រដួរូបភាពដែលមិនធ្លាប់មានក្នុងប្រវត្តិសាស្ត្រក៏កើតឡើងលោកអគ្គនាយកក្រុមហ៊ុនដ៏មានអំណាចកំពុងតែឈរកាន់ទុយោបាញ់ទឹកជូតឡានទំនើបឲ្យភរិយាក្រោមពន្លឺថ្ងៃក្តៅតិចៗ វលាអង្គុយនៅក្បែរអាងទឹកក្នុងដៃកាន់ទឹកក្រូចរួចពាក់វ៉ែនតាខ្មៅសម្លឹងមើលស្វាមីធ្វើការទាំងក្តីសុខនាងមិនភ្លេចនិយាយឌឺដងឡើយបងចត្រាជូតកង់ឡាននឹងឲ្យស្អាតបន្តិចទៅកុំឲ្យដូចចិត្តបងដែលជួលចិត្តរេកង់ទៅរកភ្លឺខុសហើយចត្រាដកដង្ហើមធំរួចតបទាំងអង្វរបងដឹងហើយម្ចាស់ស្ត្រីបងជូតស្អាតណាស់សំបីតែធូលីមួយគ្រាប់ក៏មិនឲ្យទុំដែរ ល្អជូតឡានឲ្យទៅដាំបាយស្លាកាឲ្យខ្ញុំទៀតវលាក់បន្តទាំងសើចតិចខ្ញុំចង់ដឹងថាតើបងពូកែស្លសម្ដីបកសៃឬក៏ពូកែស្លម្ហូបឲ្យប្រពន្ធញ៉ាំជាង ពេលដល់ម៉ោងបាយថ្ងៃត្រង់ចត្រារៀបចំម្ហូបទាំងបែកញៀសសស្រាក់វលាក់ភ្លក់មួយស្លាបព្រារួចធ្វើមុខជូរប្រៃបន្តិចឲ្យបង ទៅចិត្តបងប្រហែលជាប្រៃខ្លាំងណាស់ហើយទើបជ្រុលដៃបែបនឹងឬមួយក៏បងចង់ដាក់អំបិលបញ្ឈឺខ្ញុំ អត់ហ៊ានទេអូនបងនឹងថែមទឹកបន្តិចឲ្យវាសាបវិញ
ចិត្តត្រាប្រញាប់យកចានទៅកែសម្រួលភ្លាម វលៈសំឡឹងមើលស្វាមីរួចនិយាយក្នុងចិត្តតែងឈ្នះមនុស្សប្រុសដូចបងបើមិនប្រើវិធីក្តៅលាយត្រជាក់បែបនេះទេប្រកាសជាមិនស្គាល់តម្លៃប្រពន្ធដើមឡើយ នាងដើរទៅក្បែរចិត្តត្រារួចយកកន្សែងមកជូតញើសឲ្យគេធ្នមតែសម្ដីនៅតែឌឺដដាលហត់ទេបងបើហត់ចាំទុករសជាតិនេះឲ្យច្បាស់ការងារផ្ទះវាហត់មែនតែវាមិនហត់ស្មើនឹងការដែលខៀងត្រូវតាមដានបងនោះទេបើបងចង់ឲ្យខៀងឈប់កាចឈប់ឆ្នះបងត្រូវធ្វើខ្លួនឲ្យស្អាតដូចឡានដែលបងជូតអញ្ចឹង ចិត្តត្រាអោភរិយារួចសន្យាម្ដងទៀតបងរៀងចាលហើយវលៈឲ្យបងធ្វើជាអ្នកបម្រើអូនពេញមួយជីវិតក៏ល្អជាងឲ្យបងបាត់បង់អូនដែរ វលៈញញឹមបែបញាក់ឈ្នះរួចងើបមុខឡើងឌឺដងចាំមើលទៅចុះបើហ៊ានតែមានលើកក្រោយខ្ញុំមិនមែនឲ្យជូតតាឡានទេគឺខ្ញុំនឹងឲ្យបងជូតផ្លូវថ្នល់មុខផ្ទះឲ្យខ្ញុំដើរវិញម្ដង បន្ទាប់ពីបានផ្ដាល់មេរៀនមេផ្ទះដល់ចិត្តត្រារួចរាល់វលាក់ចាប់ផ្ដើមបន្ធូរដៃខ្លះតែនាងនៅតែយាមកាមមិនឲ្យចន្លោះឡើយថ្ងៃមួយខណៈដែលអ្នកទាំងពីរកំពុងតែរៀបចំខ្លួនទៅញ៉ាំបាយក្រៅផ្ទះស្រាប់តែមានភ្ញៀវមិនបានអញ្ជើញម្នាក់បង្ខានខ្លួននៅមុខភូមិក្រឹស នោះគឺរតនាតែលើកនេះនាងមិនបានមកក្នុងឈុតបុគ្គលិកក្រុមហ៊ុនឡើយនាងមកក្នុងរូបពណ៌ផ្កាឈូកឆាតឆាយទឹកមុខមើលទៅហាក់ដូចជាមានជ័យជំនះអ្វីមួយ ជំរាបសួរលោកអគ្គនាយកនិងលោកស្រីសំទោសដែលមករំខានតែនាងខៀងមានរឿងសំខាន់ចង់មកជម្រាបរតនានិយាយទាំងញញឹមបញ្ជឿភ្នែកដាក់ចៃត្រា វឡាដាវចេញមកឈើនៅពីមុខចិត្តត្រារួចសម្លឹងមើលរតនាពីក្បាលដល់ចុងជើងអូហូនឹកស្មានមិនដល់សោះថាសម្រាមដែលខៀមបោះចេញពីក្រុងហ៊ុនคล้ายជាសម្រាមមានពណ៌ស្រស់ឆាតឆាយបែបនេះតើនាងមានការអីទៀតឬមួយក៏លុយដែលខៀមឲ្យទៅមុននឹងចាយអស់លឿនពេកទើបចង់មកសុំទានដល់ផ្ទះ រតនាក្រវីក្បាលរូតលើកទូរស័ព្ទបង្ហាញរូបថតមួយសន្លឹកអត់ទេចានាងខ្ញុំគ្រាន់តែចង់មកប្រាប់លោកស្រីថាកាលពីយប់មិញលោកអគ្គនាយកបានផ្ញើសារមកសួរនាំសុខទុក្ខនាងខ្ញុំមើលចុះសារនេះផ្លែមល្ហែមណាស់លោកស្រីប្រហែលជាចង់ដឹងហើយថាប្តីលោកស្រីនៅតែមានចិត្តអាណិតអាសូរដល់នាងខ្ញុំ ចត្រាភៀងរួចស្ទុះមកមើល មិនពិតទេបងមិនដែលផ្ញើសារអីទៅនាងឯណាវលាក់អូនកុំជឿនាងអី វ៉ាឡាសម្លឹងមើលរូបថតក្នុងទូរស័ព្ទនោះរួចសើចកកអាយ៉ាងខ្លាំងដែលធ្វើឲ្យរតនានិងចត្រាឆ្ងល់ជាខ្លាំងនាងដើរទៅជិតរតនារួចឆត់ទូរស័ព្ទនោះមកមើលឲ្យច្បាស់ រតនាអើយរតនានាងឯងនេះពិតជាឆ្លាតមែនតែឆ្លាតក្នុងរឿងល្ងងវលាក់និយាយទាំងក្រវីក្បាលឌឺដងនាងដឹងតែថាទូរស័ព្ទប្តីខ្ញុំគឺខ្ញុំជាអ្នកកាន់24ម៉ោងហើយសារដែលនាងថាលោកចត្រាផ្ញើទៅនឹងគឺខ្ញុំនឹងហើយជាអ្នកផ្ញើទៅសាក់ចិត្តនាងមិននឹកស្មានថានាងល្ងងរហូតដល់ថ្នាក់រត់មកចូលអន្ទាក់ខ្ញុំដល់ផ្ទះបែបនេះសោះ រតនាមុខប្រែជាស្លេកស្លាំងអីគេលោកស៊ូរីជាអ្នកផ្ញើ ត្រូវហើយវលាក់ដាកលឹងជុំវិញរតនារួចនិយាយបញ្ជឺខ្ញុំគ្រាន់តែចង់ដឹងថាតើស្រីមុខក្រាស់ដូចនាងហ៊ានមកដល់ផ្ទះខ្ញុំកម្រិតណាឥឡូវខ្ញុំបានឃើញហើយនាងមិនត្រឹមតែមុខក្រាស់ទេតែថែមទាំងខួរក្បាលស្រាលទៀតផងនាងគិតថាល្បែងក្មេងលេងបែបហ្នឹងអាចបំបែកបំបាក់អំណាចរបស់វលាក់បានមែនទេ វ៉ាឡាងាកទៅរកចត្រារួចបញ្ជាបងចត្រាហៅសន្តិសុខមករួចប្រាប់គេថាឲ្យយកវត្ថុចង្រៃមួយនេះទៅបោះចោលនៅក្រៅរបងផ្ទះយើងឲ្យឆ្ងាយបំផុតហើយកុំភ្លេចយកទឹកមកលាងថ្នល់ផងខ្លាចក្រែងក្លិនជក់ដករបស់នាងវានៅជាប់នាំឲ្យផ្ទះយើងសួយ រតនាព្យាយាមនឹងតបតតែត្រូវវលាក់សម្លក់មួយកែវភ្នែករហូតដល់នាងមិនហ៊ានហើបមាត់សន្តិសុខក៏មកដល់រួចអូសរតនាចេញទៅទាំងអាម៉ាស់ជាលើកទី2វលាក់ងាកមកមើលចត្រារួចនិយាយទាំងស្នាមញញឹមបង្កប់ពីយ៉ាងម៉េចបងចត្រាឃើញកម្លាំងចិត្តបងត្រូវគេអូសចេញទៅទាំងវេទនាបែបហ្នឹងបងមានអារម្មណ៍ថាចង់ទៅជួយដែរទេ ចត្រាប្រញាប់ក្រវីក្បាលរួចអោបវលាក់អត់ទេអូនបងខ្លាចហើយប្រពន្ធបងឆ្លាតដល់ថ្នាក់ហ្នឹងបងមិនហ៊ានមានចិត្តរេតនាទៀតទេសំបីតាស្រមោល
ក៏បងមិនហ៊ានឲ្យក្បាលស្រីផ្សៀងដែរ វ៉លាញញឹមបែបអ្នកឆ្នេះរួចយកម្រាមដៃមកចាក់ទ្រួងចត្រាថ្នំល្អចាំទុកក្នុងផ្ទះនេះខ្ញុំជាមេឃបងជាដីបើមេឃចង់ឲ្យភ្លៀងបងត្រូវតែទៅទុកបើខ្ញុំចង់ឲ្យបងនៅស្ងៀមបងមិនអាចសំបីតែដកដង្ហើមខ្លាំងតោះទៅញ៉ាំបាយថ្ងៃនេះខ្ញុំនឹងឲ្យបងញ៉ាំម្ហូបដែលឆ្ងាញ់បំផុតគឺម្ហូបស្មោះត្រង់ បន្ទាប់ពីរឿងរ៉ាវរបស់រតនាត្រូវបញ្ចប់វ៉លែចាប់ផ្ដើមយុទ្ធសាស្ត្រថ្មីនាងដឹងថាការគ្រាន់តែជេរស្ដីឬដាក់ទណ្ឌកម្មវាមិនទាន់គ្រាន់ឡើយនាងចង់ឲ្យចៃត្រាដឹងថាកុលាបម្នាក់នេះបើគេមិនថែរក្សាទេអ្នកផ្សេងនឹងមកដណ្ដើមយកទៅភ្លាម ព្រឹកនេះវ៉លាតុបតែងខ្លួនយ៉ាងស្អាតប្លែកពីបណ្ដាថ្ងៃមុននាងស្លៀករ៉ូបពណ៌ស្វាយខ្ចីវាលស្មាបន្តិចបញ្ចេញសម្រស់ដ៏ត្រកាលនាងដើរចុះមកតុបាយទាំងញញឹមយ៉ាងផ្អែមប៉ុន្តែមិនមែនញញឹមដាក់ចត្រាឡើយគឺញញឹមដាក់ទូរស័ព្ទ យប់នេះជួបគ្នាណាចាវ៉លាចាំនៅកន្លែងដដែលនាងនិយាយតាមទូរស័ព្ទទាំងសំឡេងស្រទន់ធ្វើឲ្យចត្រាដៃកំពុងញ៉ាំវាយសឹងតែស្លាក់ព្រា អូនវ៉ាឡានិយាយជាមួយអ្នកណាហើយយប់នេះអូនមានណាត់ទៅណាទៀតចត្រាសួរទាំងទឹកមុខមិនសូវស្រួល វ៉លាទុកទូរស័ព្ទចុះរួយកាត់នំប៉័ងដាក់មាត់យ៉ាងរំភើយអូគឺបងសង្ហាមិត្តភក្តិចាស់របស់ខ្ញុំដែលមកជួនខ្ញុំកាលពីយប់មុននោះអីគាត់ថាចង់មកពិភាក្សារឿងវិនិយោគបេះដូងជាមួយខ្ញុំបន្តិចបងដឹងហេគាត់ពូកែយល់ចិត្តណាស់មិនដែលធ្វើឲ្យខ្ញុំត្រូវចាំឬត្រូវប្រច័ណ្ឌនឹងក្រែមរបស់ស្រីណាឡើយចត្រាដាក់សមចុះយ៉ាងខ្លាំងបងមិនឲ្យទៅទេបងជាប្តីអូនណាមិនក៏អូនហ៊ានណាត់ប្រុសផ្សេងនៅមុខបងបែបហ្នឹងវ៉លាក់សោចចំបក់រួចដើរទៅក្បែរចៃត្រាយកដៃអឹងអាយថ្ពាល់គេថ្នមចុះកៅបងឲ្យស្រីផ្សេងមកបញ្ជឺដល់ក្រុមហ៊ុនបងមានសួរខ្ញុំទេថាខ្ញុំហ៊ានឲ្យគេធ្វើបែបហ្នឹងឬអត់ខ្ញុំគ្រាន់តែទៅញ៉ាំបាយដើម្បីរកកម្លាំងចិត្តបន្ថែមព្រោះប្តីខ្ញុំរាល់ថ្ងៃនេះមើលទៅដូចជាបុគ្គលិកផ្នែកបោសសម្អាតជាងអគ្គនាយកទៅទៀតចត្រាកដៅចិត្តសឹងផ្ទុះវ៉លាអូនគុំឌឺបងក្លឹងពេកឌឺវ៉លាងើបមុខឡើងរឿយនិយាយបញ្ជើចុងក្រោយបងចត្រារបស់ដែលស្អាតគេតែងតែចង់បានvàបងចំធ្វើជាម្ចាស់តែមិនចេះថែរក្សាក៏មានអ្នកចាំទទួលបន្តច្រើនណាស់ថ្ងៃនេះបងមិនបាច់ទៅក្រុមហ៊ុនទេនៅផ្ទះសិនជឹងគិតពីកំហុសខ្លួនឯងទៅចំណែកខ្ញុំត្រូវទៅរៀបចំខ្លួនទទួលភ្ញៀវពិសេសវ៉លាដើរឡើងទៅលើផ្ទះវិញទាំងក្រវីចង្កាក់ឌឺដងទុកឲ្យចត្រាអង្គុយក្តាប់ដៃទាំងកំហឹងនិងការភ័យយ៉ាឡាតគេដឹងច្បាស់ថាវ៉លាកំពុងតែដុតកំហឹងគេឲ្យឆាក់សន្ធោសន្ធៅដើម្បីឲ្យគេដឹងរសជាតិថានៅព្រីដែលប្រពន្ធដែលខ្លួនស្រឡាញ់ទៅមានអ្នកផ្សេងមកយកចិត្តទុកដាក់ជំនួសវាឈឺចាប់ជាងការត្រូវជេរស្ដីទៅទៀតយប់នោះវូលាក់ដើរចេញពីផ្ទះទាំងមិនមើលមុខចត្រានាងស្លៀកពាក់យ៉ាងលយឆាយបាញ់ទឹកអប់ក្រអប់ឈ្ងុយឆ្នប់ចត្រាព្យាយាមតាមខត់តែត្រីវូលាក់បាញ់សម្ដីមួយឃ្លាដែលធ្វើឲ្យគេគាំងបើបងហ៊ានឈានជើងចេញពីផ្ទះតាមខ្ញុំយើងលែងលះគ្នាលើនេះរើសយកទៅចង់នៅផ្ទះយាមកិត្តិយសឬចង់តាមខ្ញុំទៅមើលគេយកចិត្តខ្ញុំចត្រាបានត្រឹមតែឈរថ្មឹងមើលរថយន្តភរិយាបើកចេញទៅគេដឹងថាលើកនេះវ៉លាលេងមុនស្នាលាជាតិបេះដើម្បីបង្ក្រាបគេឲ្យរៀបដោយកន្ទេលជាស្ថាពរយប់ជ្រៅផ្ទះទាំងមូលស្ងាត់ជ្រងំតែនៅក្នុងចិត្តរបស់ចត្រាវិញគឺដូចជាមានភ្លើងនរកកំពុងតែដុតរលគេដើរចុះដើរឡើងនៅក្នុងបន្ទប់ទទួលភ្ញៀវសម្លឹងមើលទៅនាឡិកាមិនដាក់ភ្នែករាល់វិនាទីដែលកន្លងផុតទៅគេតែងតែស្រមៃឃើញរូបភាពវ៉លាកំពុងតែញញឹមផ្អែមដាក់ប្រុសផ្សេងដែលវាធ្វើឲ្យគេសឹងតែឈួតទៅហើយស្រាប់តែសំឡេងរថយន្តបើកចូលមកដល់វ៉លាដើរចូលមកក្នុងផ្ទះដោយរឹកពីជាអ្នកឈ្នះនាងកាន់កាបូបយួរដៃរួចហួយតិចហាក់ដូចជាមានក្តីសុខណាស់នាងសម្លឹងមើលចត្រាដែលឈររងចាំទាំងមុខឡើងក្រហមងាំងអូបងចត្រា
មិនក៏មិនទាន់ដេកទៀតឬមួយក៏ចង់នៅចាំបើកទ្វារឲ្យម្ចាស់ជីវិតវិញវ៉ាឡានិយាយឌូដងរួចទម្លាក់ខ្លួនអង្គុយលើសាឡុងទាំងហត់បន្តិចវ៉ាឡាអូនទៅណាដល់ពាក់កណ្ដាលអាត្រៀតបែបហ្នឹងហើយចោះក្លិនទឹកអបលើខ្លួនអូនវាប្លែកណាស់អាម្នាក់នឹងវាធ្វើឲ្យអូនខ្លះចិត្តត្រាស្ទុះទៅចាប់ស្មានាងរួចសួរទាំងសំឡេងញ័រវ៉ាឡារលាស់ដៃចេញរួចសើចចំអកក្លិនទឹកអបប្លែកមែនទេប្រហែលជាវាក្រអូបជាងក្លិនក្រែមផ្កាឈូកដែលបងធ្លាប់ហាត់កាលពីមុនហើយដឹងគាត់គ្រាន់តែជូនខ្ញុំទៅញ៉ាំបាយរួចក៏ជូនមកវិញគាត់សុភាពណាស់មិនដែលធ្វើឲ្យខ្ញុំត្រីពិបាកចាត់សំបីតែមួយវិនាទីវ៉ាឡាបងទ្រាំមិនបានទេបងជាប្តីអូនណាមិនក៏អូនធ្វើបែបនេះដាក់បងចិត្រាស្រែកខ្លាំងទាំងហូរទឹកភ្នែកព្រោះតែការប្រច័ណ្ឌខ្លាំងពេកវ៉ាលាក់ក្រោកឈើផ្លែតរួចដើរទៅឈើទល់មុខសម្លឹងមើលភ្នែកស្វាមីយ៉ាងមុតស្រួយឈឺមែនទេបងចិត្រារូបជាតិដែលឃើញមនុស្សដែលយើងស្រឡាញ់តែមានក្តីសុខជាមួយអ្នកផ្សេងវាឈឺបែបហ្នឹងមែនទេចោះកៅបងធ្វើដាក់ខ្ញុំបងមានដែលគិតថាខ្ញុំឈឺបែបហ្នឹងដែរទេនាងយកម្រាមដៃមកចងល់ចាំដើមទ្រូងចិត្រាកុំមកប្រើពាក្យថាប្តីមកសង្កត់សង្កិនខ្ញុំបើបងចង់ឲ្យខ្ញុំធ្វើជាប្រពន្ធដែលល្អបងត្រូវធ្វើជាប្តីដែលស្មោះត្រង់ជាមុនសិនថ្ងៃនេះខ្ញុំគ្រាន់តែឲ្យបងស្គាល់រសជាតិថ្នាំពុលដែលបងធ្លាប់បញ្ច្រាក់ខ្ញុំកន្លងមកតែប៉ុណ្ណោះចេត្រាលុតជង្គង់ចុះនៅមុខវ៉ាឡារួចអបចង្កេះនាងយំខ្សឹកស្វល់បងដឹងហើយបងឈឺណាស់វ៉ាឡាអើយបងសន្យាបងនឹងមិនធ្វើឲ្យអូនខូចចិត្តទៀតទេសូមតែម្យ៉ាងកុំទៅជួបវាទៀតអីបងស៊ូស្លាប់ប្រសើរជាងឃើញអូននៅក្បែរវាវ៉ាឡាញញឹមចុងមាត់នាងអង្អែលក្បាលចិត្រាថ្នមតែសម្ដីនៅតែឌឺដដែលល្អបើដឹងថាឈឺក៏ចាំរសជាតិនេះទុកឲ្យច្បាស់ថ្ងៃនេះខ្ញុំគ្រាន់តែទៅញ៉ាំបាយជាមួយមិត្តភក្តិធម្មតាទេដើម្បីដុតកំហឹងបងលេងតែបើបងហ៊ានមានលើកក្រោយទៀតខ្ញុំនឹងមិនមែនគ្រាន់តែទៅញ៉ាំបាយទេគឺខ្ញុំនឹងវេកបងវិចចេញពីជីវិតបងជារៀងរហូតចត្រាងើបមុខឡើងទាំងអផងទាំងខ្លាចផងអរគុណអូនអរគុណដែលធ្វើឱកាសឲ្យបងក្រោកឡើងរួចទៅរៀបចំទឹកក្តៅឲ្យខៀមងូតទៅវ៉ាឡាបញ្ជាទាំងរីកពាជាម្ចាស់ជីវិតហើយចាំទុកចាប់ពីពេលនេះទៅបងគ្មានសិទ្ធិប្រកាសនឹងសម្ដីខ្ញុំសំបីតែមួយម៉ាត់បើខ្ញុំថាឆ្វេងបងមិនអាចទៅស្ដាំបើខ្ញុំថាអង្គុយបងមិនអាចឈរយល់ទេបាទបងយល់ហើយម្ចាស់ក្សត្រីចិត្រាប្រញាប់ទៅធ្វើតាមបញ្ជាភ្លាមខណៈដែលវ៉ាឡាសម្លឹងមើលតាមពីក្រោយទាំងស្នាមញញឹមឆ្នះនាងបានបង្ហាញឲ្យឃើញថាស្រីឆ្នះដូចជានាងមិនបាច់ប្រើហិង្សាទេគឺប្រើតែខួរក្បាលនិងការឌឺដងក៏អាចគ្រប់គ្រងប្តីឲ្យស្ដាប់បង្គាប់ដូចកូនក្មេងបានដែរបន្ទាប់ពីមេរៀនភ្លើងប្រច័ណ្ឌកាលពីយប់មិញចិត្រាប្រែមកជាមនុស្សថ្មីដែលស្ដាប់បង្គាប់វ៉ាឡាគ្រប់ដង្ហើមចេញចូលប៉ុន្តែខណៈដែលអ្វីហាក់ដូចជាមានភាពសុខសាន្តស្រាប់តែមានរឿងមិនល្អកើតឡើងនៅក្នុងក្រុមហ៊ុនម្ដងទៀតរតនាដែលត្រូវបានដេញចេញទាំងអាម៉ាមិនបានសុខចិត្តឡើយនាងបានលួចចម្លងឯកសារសម្ងាត់របស់ក្រុមហ៊ុននិងព្យាយាមលួចវាឲ្យក្រុមហ៊ុនគូប្រជែងដើម្បីបំផ្លាញកិត្តិយសរបស់ចិត្រានៅការិយាល័យចិត្រាកំពុងតែអង្គុយស្មុគស្មាញជាមួយបញ្ហាធ្លីឯកសារនេះបងចិត្រាមើលទិសបងដូចជាមានបញ្ហាធំហើយមែនទេសំឡេងដ៏ជឿជាក់របស់វ៉ាឡាបន្លឺឡើងនាងដើរចូលមកក្នុងឈុតក្រុងរាជជាមហេសីដែរវ៉ាឡារតនាវាលួចប្លង់គម្រោងថ្មីរបស់យើងទៅលក់ឲ្យក្រុមហ៊ុនគូប្រជែងបើគម្រោងនេះត្រូវគេលួចបានក្រុមហ៊ុនយើងនឹងខាត់បងរាប់លានដុល្លារចិត្រានិយាយទាំងបារម្ភវ៉ាឡាញញឹមចុងមាត់រួចអង្គុយចុះលើរឹកពាស្ងប់ស្ងាត់បងគិតថាវ៉ាឡាម្នាក់នេះបណ្ដោយឲ្យស្រីជក់ដកដូចជានាងមកបំផ្លាញទ្រព្យសម្បត្តិប្តីខ្ញុំងាយមែនទេនាងឯងនេះពិតជាល្ងងដូចដែលខ្ញុំគិតមែនវ៉ាឡាទាញទូរស័ព្ទរួចចាក់វីដេអូសម្ងាត់មួយបង្ហាញចិត្រាវាជាវីដេអូដែលរតនាកំពុងតែលួចចម្លងឯកសារតែអ្វីដែលពិសេសនោះគឺឯកសារដែលនាងលួចនោះគឺជាឯកសារคล้ายៗដែលវ៉ាឡាបានរៀបចំទុកជាមុនអីគេអូនរៀបចំទុកមុនមែនទេចិត្រាភ្ញាក់ផ្អើលជាខ្លាំងត្រូវហើយបងសំឡាញ់វ៉ាឡាងើបឈររួចដាយទៅមាត់បង្អួចសម្លឹងមើលទៅខាងក្រៅតាំងពីថ្ងៃដែលនាងហ៊ានមកបញ្ជើបងនៅក្រុមហ៊ុនមកធៀមបានដាក់មនុស្សឲ្យតាមដាននាងគ្រប់ជំហាន
ឯកសារដែលនាងលួចទៅនោះវានឹងធ្វើឲ្យក្រុមហ៊ុនគូប្រជែងខាតបង់ធំវិញទេបើពួកគេហ៊ានយកវាទៅប្រើហើយឥឡូវនេះនគរបាលកំពុងតែទៅដល់ផ្ទះនាងហើយក្នុងបទល្មើសលួចអត្ថាកំបាំងពាណិជ្ជកម្ម មិនយូរប៉ុន្មានសម្លេងសារព័ត៌មានបានចុះផ្សាយពីការចាប់ខ្លួនរតនានាងត្រីបានគេអូសចេញពីផ្ទះទាំងយំយ៉ែកខណៈដែលកាមេរ៉ាចាប់បានរូបភាពនាងយ៉ាងច្បាស់ វលាក់បែរមកមើលចៃត្រារួចនិយាយទាំងសម្ដីឌឺដងចុងក្រោយចំពោះរឿងនេះយ៉ាងម៉េចបងចត្រាឃើញអតីតកម្លាំងចិត្តបងត្រូវជាប់គុកបែបហ្នឹងបងចង់ទៅជួយបងប្រាក់ធានាឲ្យនាងចេញដែរទេបើបងចង់ទៅខ្ញុំនឹងរៀបចំខ្នោះមួយទៀតសម្រាប់បងដែរ ចត្រាប្រញាប់ក្រោកមកអបភេរីយាទាំងកោតសរសើរអត់ទេវឡាបងខ្លាចអូនណាស់ប្រពន្ធបងឆ្លាតលើសគេមែនបងសន្យាជីវិតនេះបងនឹងមិនអោយស្រីណាចូលមកចិត្តបងទៀតទេសូម្បីតែស្រមោលក៏បងសុំដុតចោលដែរ វលាញញឹមបែបអ្នកឈ្នះរួចយកម្រាមដៃមកចាក់ថ្ពោលចត្រាធ្នមល្អការបោះសម្អាតបានចាប់សពគ្រប់ហើយឥឡូវដល់ពេលដែលបងត្រៃជូនខ្ញុំទៅញ៉ាំអបអរសាទរហើយតែចាំទុកកាបូបដែលបងត្រៃកាន់យប់នេះគឺធ្ងន់ជាងរាល់ដងណាព្រោះវាផ្ទុកទៅដល់ទោសកំហុសដែលបងធ្លាប់បង្កទុក ចត្រាសោយទាំងរីករាយបាទទោះធ្ងន់ប៉ុណ្ណាក៏បងស៊ូកាន់ដែរអោយតែម្ចាស់ជីវិតបងនៅក្បែរបងបែបនេះ វិលឡាដែលចេញពីការិយាល័យទៀងរឹកពីខ្ពស់ស្លុងនាងបានបង្ហាញឲ្យពិភពលោកឃើញថានារីដែលពូកែឌឺដងនឹងការឆ្នះដូចជានាងមិនត្រឹមតែការពារប្តីបានទេតែថែមទាំងការពារអាណាចក្ររបស់នាងបានយ៉ាងរឹងមាំបំផុតបន្ទាប់ពីជក់ភ្លៀងនៃភាពរញ៉េរញ៉ៃបានកំឡោះផុតទៅក្រុមហ៊ុនរបស់ចត្រាក៏ត្រឡប់មកមានស្ថិរភាពឡើងវិញចំណែកឯសត្រូវស៊ូពូតដូចជារតនាក៏កំពុងតែទទួលទោសកំហុសនៅក្នុងមន្ទីរឃុំឃាំងប៉ុន្តែសម្រាប់វឡាជ័យជំនះពិតប្រាកដមិនមែនស្ថិតនៅលើការកម្ចាត់សត្រូវខាងក្រៅនោះទេគឺស្ថិតនៅលើការផ្សំផ្គុំបេះដូងស្វាមីឲ្យមកស្ថិតក្នុងកណ្ដាប់ដៃនាងជារៀងរហូត ល្ងាចថ្ងៃចុងសប្តាហ៍វឡាបានរៀបចំកម្មវិធីជប់លៀងលក្ខណៈគ្រួសារតូចមួយនៅមាត់អាងទឹកក្នុងភូមិក្រឺនាងស្លៀកឈុតរ៉ូពណ៌សក្បុសមើលទៅស្អាតដូចទេពអប្សរតែខ្សែភ្នែកនៅតែបង្កប់នៅអំណាចដដែល ចត្រាដើរចូលមកក្បែរភរិយារួចហុចកែវស្រាក្រហមឲ្យញៀងទាំងសម្ដីផែមល្ហែមវឡាអូនដឹងមួយរយៈនេះបងមានអារម្មណ៍ថាខ្លួនឯងជាមនុស្សដែលមានសំណាងបំផុតដែលមានប្រពន្ធទាំងស្អាតទាំងឆ្លាតនិងពូកែយាមប្តីដូចអូនវឡាទទួលកែវស្រារួចក្រេបបន្តិចមុននឹងងាកមកញញឹមឌឺដងអូមាត់បងចត្រាថ្ងៃនេះផ្អែមជាងជាតិស្ករទៅទៀតឬមួយក៏បងចង់លាក់កំបាំងក្រែមពណ៌ថ្មីទៀតទើបខំមកបញ្ចៅលើកជើងខឹងបែបហ្នឹង ចត្រាប្រញាប់លើកដៃសច្ចាបងមិនហ៊ានទេអូនជីវិតបងសពថ្ងៃនេះសំបីតែដកដង្ហើមក៏បងត្រូវសុំការអនុញ្ញាតពីអូនដែរចុះទម្រាំតែរឿងស្រីក្រៅទៀតបងរៀងចោលដល់ឆ្អឹងខ្នងហើយ វាលាក់សយតិចតិចរួចទាញយកឯកសារមួយច្បាប់ចេញពីកាបូបមករាលើតុបើបងថាស្មោះស៊ីញ៉េលើឯកសារផ្ទះកម្មសិទ្ធិដីធ្លីនិងភាគហ៊ុនក្រុមហ៊ុន50%ទៀតមកឲ្យខៀងមកចាត់ទុកថាជាថ្លៃធានារ៉ាប់រងលើភាពស្មោះត្រង់របស់បងចោះ ចត្រាភៀងបន្តិចតែគេមិនរារាក់ឡើយគេចាប់បិចមកស៊ីញ៉េភ្លាមទាំងស្នាមញញឹមឲ្យតែអូនសប្បាយចិត្តទ្រព្យសម្បត្តិទាំងអស់នេះបងសុខចិត្តឲ្យអូនកាន់កាប់ទាំងអស់សុំតាមយ៉ាងកុំឲ្យអូនដើរចេញពីជីវិតបងត្រូវបានហើយវឡាយកឯកសារនោះមកទុករួចដើរទៅអបគាត់ស្វាមីថ្នមបងចត្រាចាំទុកណាវឡាម្នាក់នេះឆ្នះក៏ព្រោះតែចង់រក្សាគ្រួសារខ្ញុំកាចក៏ព្រោះតែមិនចង់ឲ្យអ្នកណាមកជន់ឈ្លីកិត្តិយសប្តីខ្ញុំបើបងធ្វើខ្លួនល្អខ្ញុំគឺជាទេធីតាដែលចាំថែរក្សាបងតែបើបងហ៊ានមានចិត្តរេខ្ញុំគឺជាមច្ចុរាជដែលនឹងធ្វើឲ្យបងមិនសល់សំបីតែខោស្លៀកចត្រាអោបភរិយាវិញយ៉ាងណែនបងដឹងហើយម្ចាស់កាត្រីបងយល់ច្បាស់ណាស់ថាអំណាចស្រីឆ្នះរបស់អូនគឺជាថ្នាំទាបដែលធ្វើឲ្យបងคล้ายជាមនុស្សល្អក្នុងថ្ងៃនេះពន្លឺព្រះច័ន្ទចាំងឆ្លក់លើផ្ទៃទឹកអាងបង្ហាញពីភាពសុភមង្គលដែលកើតចេញពីការយល់ចិត្តនិងការដាក់វិន័យយ៉ាងតឹងរឹងរបស់ភរិយាឆ្នះឆ្នោមចាប់ពីពេលនោះមកចត្រាคล้ายជាស្វាមីគំរូដែលមិនហ៊ានសំបីតែងាកមើលស្រីផ្សេង
ចំណែកឯវលៈក៏នៅតែជាភរិយាដ៏មានអំណាចដែលគ្រប់គ្រងអាណាចក្រគ្រួសារដោយស្នាមញញឹមនិងភាពឌឺដងដ៏មានមន្តស្នេហ៍រហូតតទៅសូមអគុណអស់លោកស្រីបងប្អូនប្រិយមិត្តជាស្រឡាញ់ដែលបានតាមដានសន្តាប់ពីដើមរហូតដល់ចប់នៅក្នុងនាទីនេះ រឿងកុលាបលាក់បន្លាសូមចប់ដោយបរិបូរណ៍ ដើម្បីទទួលបាននូវសាច់រឿងបែបប្រលោមលោកថ្មីៗជាបន្តសូមបងប្អូនមេត្តាជួយ Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីតាមដាន Channel ផ្ទះចាស់សូមបងប្អូនជួបតែសេចក្តីសុខគ្រប់ពេលវេលាសូមអរគុណអស់លោកស្រីបងប្អូនប្រិយមិត្តជាស្រឡាញ់ដែលបានតាមដានសន្តាប់ពីដើមរហូតដល់ចប់នៅក្នុងនាទីនេះរឿងកុលាបលាក់បន្លាសូមចប់ដោយបរិបូរណ៍ដើម្បីទទួលបាននូវសាច់រឿងបែបប្រឡោមលោកថ្មីៗជាបន្តសូមបងប្អូនមេត្តាជួយ Subscribe និងដាក់សញ្ញាកណ្ដឹងដើម្បីតាមដាន Channel ផ្ទះចាស់សូមបងប្អូនជួបតែសេចក្តីសុខគ្រប់ពេលវេលា
ai trăng trăng và ai cô trăng 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 lên cô mà trăng và ai nhộn nhộm ra mặt lại như này đằng một quả đuôi này ai trăng trăng một quả đuôi nhộm trước hẹp này bơm các cột bọc và ai bọc